កើតចាស់ឈឺស្លាប់គឺគ្មាននរណាម្នាក់ដែលគេចផុតទេវាគឺជាច្បាប់នៃធម្មជាតិហើយជីវិតរបស់ផងយើងគង់តែឃ្លាតបែកញាតសន្តានចុងក្រោយប្រាត់ប្រាស់នៃរាជចក្រឋានតវ៉ាមិនបានគ្រប់ប្រានត្រូវទៅមានជាតិកំណើតគឺកើតមានទុក្ខរំពាត់ស្មាញ់ស្មុកសម្បុកសោកសៅអ្វីទាំងអស់មិនអាចតាំងនៅវ័យក្មេងប្រែទៅជាចាស់ជរាចុងក្រោយជីវិតគឺប្រាត់ប្រាស់បែកត្រូវមច្ចុរាជហេតុស៊ីគ្រប់គ្នាដោយគ្មានអំណាចអាចស្រេចទាមទារឲ្យមច្ចុរាជដោះលែងបានទេទោះបីជាយើងមានតដាក់បុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយតែមច្ចុរាជដល់ពេលបុកត្របាក់យើងហើយយើងមិនអាចទៅទាមទារស្រេចតវ៉ាជាមួយនឹងមច្ចុរាជបាននោះទេប៉ុណ្ណាធម្មជាតិលើលោកຕົកសោកសើចយំសើចពេលជប់ជុំយំពេលប្រាត់ប្រាស់ស្រឡាញ់ប្រែស្អប់យប់ប្រែថ្ងៃរះផ្លាស់ប្ដូររហ័សច្បាស់ឥតកលៃត្រនិចនីលកាយត្រាឥតឈប់ប្រែប្រួលគ្រប់សពមានយប់មានថ្ងៃដោយជីវិតមនុស្សព្រោះក្នុងលោកីផ្លាស់ប្ដូរគ្រប់វ័យខ្ចីទៅជាចាស់ថ្ងៃរះហើយលិចជាកិច្ចធម្មជាតិជីវិតកងឃ្លាតជាធាតុវបលាស់តែងអស់ស្ដង់គុតរលត់រហ័សដោយយើងឃើញច្បាស់ថ្ងៃរះហើយគឺតែងលិចទៅវិញជាធម្មតាចឹងចំពោះជីវិតយើងដូចគ្នាកាលណាកើតហើយវាត្រូវតែស្លាប់ហ៊ានកើតត្រូវតែប្រឈមមុខជាមួយនឹងស្លាប់ហ៊ានជួបជុំត្រូវតែប្រឈមមុខជាមួយនឹងការប្រាត់ប្រាស់ហ៊ានសើចសប្បាយត្រូវតែប្រឈមមុខជាមួយនឹងការយំសោកហើយចឹងទៅព្រោះនេះជាច្បាប់នៃធម្មជាតិសម្រាប់ជីវិតយើងគ្រប់គ្នាបើយើងទទួលតែការជួបជុំយើងមិនទទួលការប្រាត់ប្រាស់នោះក៏ជាសក្តីទុក្ខដ៏ធំខ្លាំងក្លារបស់ផងយើងដែរព្រោះបើថាមនុស្សយើងយល់ណាគ្រប់គ្នាទាំងអស់ដែលយើងតែងតែជួបហើយតែងកើតឡើងហើយក៏វារលត់ទៅវិញហើយគ្មានការស្រឡាញ់ណាដែលមិនចេះប្រាត់ប្រាស់នោះទេគ្មានរោគសម្រាប់ណាដែលមិនចេះថមថយហើយគ្មានការជួបជុំណាដែលមិនចេះប្រាត់ប្រាស់គ្នាទៅវិញដែរព្រោះហើយគ្មានការចាប់ផ្ដើមណាដែលមិនមានទីបញ្ចប់គ្មានទ្រព្យសម្បត្តិណាដែលមានហើយមិនមានការរលាយបាត់បង់ទៅវិញគ្មានសុភមង្គលណាដែលមិនមានការវិនិច្ឆ័យអន្តរាយហើយក៏គ្មានបញ្ហាណាដែលថាមិនមានដំណោះស្រាយដែរស្អីក៏ដោយសិតតែមានហេតុនិងមានផលរបស់វាទាំងអស់ប៉ុណ្ណាស្រណោះអាណិតជីវិតខ្លួនក្រៃអស់ពីម្ដាយថ្លៃជីវិតកំព្រីបាត់ភាពកក់ក្ដៅរស់នៅរងាពេលនេះម្ដាយលាកូនប្រត់ត្រនំនឹកពាក្យសម្ដីស្រមៃភក្ត្រាធ្លាប់ជួបចរចាបានត្រឹមតែយំតុកកោតពេលនេះមហាសែនធំសមុទ្រព្រៃភ្នំធំមិនស្មើឡើយណាស់ហើយអ្នកម្ដាយអញ្ជើញទៅចុះបនកូនទាំងអស់ឧទ្ទិសជូនហើយសូមវិញ្ញាណខណ្ឌនាំម្ដាយទៅដល់កាន់ត្រើយកុំបីខានឡើយសុខសួរទៅហងសូមអនុមោទនានេះជាក្តីប្រាថ្នារបស់ឪពុកម្ដាយគ្រប់រូបដែលចង់ឃើញកូនប្រុសស្រីរស់នៅត្រូវសាមគ្គីគ្នាជាធ្លុងមួយកុំឲ្យទាស់តែងខ្វែងកំណត់គ្នាអ្វីក៏បិទតែធម្មជាតិនេះពីកាចសាហាវខោខោដែលបានផ្ដាច់ផ្ដើមនៅអាយុជីវិតរបស់ម្ដាយទៅក៏ពិតមែនប៉ុន្តែក្តីប្រាថ្នាចុងក្រោយបំផុតនោះគឺចង់ឲ្យកូនទាំងអស់គ្នារស់នៅចេះមានភាពសាមគ្គីគ្នាមើលថែគ្នាស្រឡាញ់គ្នាកុំទាស់តែងគ្នាដែរតែប៉ុណ្ណឹងគឺម្ដាយគ្រប់រូបក៏ដូចជាឪពុកគ្រប់រូបគាត់សប្បាយចិត្តណាស់ទៅហើយជាពិសេសអ្នកដែលនៅមានឪពុកម្ដាយនៅរស់គួរតែធ្វើល្អជាមួយគាត់ឲ្យច្រើនកុំឲ្យមានវិបត្តិសារីស្ដាយក្រោយពីព្រោះថាវាមិនមានឱកាសច្រើនទេដែលម៉ែអូននៅរស់ជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃទេគាត់នឹងចាក់ចេញឆ្ងាយអំពីយើងក្នុងថ្ងៃណាមួយជារៀងរហូតចឹងហើយកុំឲ្យមានភាពស្រណោះស្ដាយក្រោយចំពោះថាហេតុអីម៉ែឆាប់ស្លាប់ចោលខ្ញុំម្លេះអូឆាប់ស្លាប់ចោលខ្ញុំម្លេះដល់ពេលដែលគាត់នៅរស់យើងមិនយកចិត្តទុកដាក់មើលថែគាត់គោរពប្រតិបត្តិគាត់បែរជាប្រើពាក្យសម្ដីត្រគោះបោះបោកតមាត់តកជាមួយម៉ែអូដូចខ្ញុំខ្ជះគេដូចជាខ្ញុំមកប្រើបាវព្រាវអីចឹងនោះកុំឲ្យមានការស្ដាយក្រោយបែបហ្នឹងឲ្យសោះប៉ុណ្ណាពីព្រោះថាម៉ែហើយអូនេះគឺមានតែពីរហ្នឹងទេអត់មានអាចរកអ្នកណានៅក្នុងពិភពលោកនេះមកជំនួសរវាងម៉ែហើយនឹងអូយ៉ាងទេហើយក្តីស្រឡាញ់ដែលម៉ែហើយអូផ្ដល់ឲ្យកូននេះគឺគ្មានលក្ខខណ្ឌគឺគ្មានព្រំដែនគឺគ្មានការកំណត់ទេទោះបីជាកូនខ្លាយទៅជាមនុស្សបែបម៉េចក៏ក្តីស្រឡាញ់របស់ម៉ែអូនៅតែផ្ដល់ទៅឲ្យកូនជានិច្ចទោះបីជាកូនស្គួតកូនជាកូនខ្វិនកូនខ្វាក់កូនខ្វងក៏មិនដែរឪពុកម្ដាយបោះបង់កូនដែរ
នៅតែមានក្តីស្រឡាញ់រវាងកូនប្រុសស្រីជានិច្ចអ្នកដតីក្តីស្រឡាញ់គេមិនថិតថេរជាមួយយើងទេប៉ុន្តែសម្រាប់ក្តីស្រឡាញ់របស់ម៉ែរបស់អូប្រកាន់កូនប្រុសស្រីគឺគ្មានលក្ខខណ្ឌនិងគ្មានព្រំដែនទេហើយក៏គ្មានការកំណត់ដែរគឺស្រឡាញ់រហូតដល់ដង្ហើមចុងក្រោយទោះបីជាកូនមានគ្រួសារមានប្តីមានប្រពន្ធមានកូនចៅហើយក៏ទឹកចិត្តជាម្ដាយនេះតែងតែបារម្ភគិតខ្វល់ខ្វាយចំពោះកូនប្រុសស្រីជានិច្ចនេះហើយជាសន្តាននៃទឹកចិត្តរបស់ឪពុកម្ដាយគ្រប់រូបដែលគ្របដណ្ដប់ចំពោះកូនប្រុសស្រីគ្រប់គ្នាគឺជាព្រះអរហន្តរបស់កូនប្រុសស្រីដ៏ពិតៗដែលយើងជាកូនទាំងអស់គ្នាគួរយកចិត្តទុកដាក់គោរពប្រតិបត្តិចំពោះគាត់ឲ្យបានច្រើនកុំអោយវឹបបដិសារីបន្ទាប់ពីគាត់ស្លាប់ហើយមានការស្ដាយក្រោយអសោះប៉ុណ្ណា